យល់សុបិនឃើញមីកូនមិនថាប្រុសឬស្រីអត្ថន័យយ៉ាងណាមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe channel គ្រីងផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃមានគូស្នេហ៍ជាច្រើនក្រោយរៀបការហើយរស់នៅជាមួយគ្នាមួយរយៈប្រកាសជាចង់បានកូននឹងគេរហូតគេងយល់សុបិនឃើញមានបុត្រថែមទៀតប៉ុន្តែយ៉ាងណាការយល់សុបិនឃើញក្មេងឬមានកូនក្នុងដៃសុទ្ធតែមានអត្ថន័យល្អនិងអាក្រក់មករងឃ្រាដោយផ្អែកលើរូបភាពក្នុងសបត្តិមិនថាជាកូនស្រីឬកូនប្រុសប្តីប្រពន្ធជាច្រើនប្រហែលជាឆ្ងល់ថាតើសុបិននឹងក្លាយទៅជាការពិតឬអត់គ្រូនប់សំណមកជូននៅសុបិនចង់មានកូនដូចខាងក្រោមសុបិនចង់បានកូន2នាក់សម្រាប់អ្នកដែលនៅលីវជីវិតក្នុងអំឡុងពេលនេះនឹងត្រូវទទួលរងនៃចារកម្មហើយនឹងមានការឆ្លុះប្រកែកគ្នានៅក្នុងផ្ទះនាំឲ្យសុខភាពផ្លូវចិត្តខ្សោយប៉ុន្តែសម្រាប់គូស្នេហ៍ដែលរៀបការរួចនឹងមានការឆ្លុះប្រកែកគ្នាបន្តិចបន្តួចចំណែកនៅក្នុងលក្ខខណ្ឌនៃការងារក្នុងអំឡុងពេលនេះมันមានឱកាសឡើងតំណែងឡើយប៉ុន្តែអ្នកប្រកបរបររកស៊ីជួញដូរមានឱកាសវិនិយោគនិងជោគជ័យវិញសុបិនចង់បានកូន3នាក់ក្នុងអំឡុងពេលនេះអ្នកនឹងបាត់បង់ស្នេហាទ្រព្យសម្បត្តិនិងលុយកាក់នៅក្នុងផ្ទះចំណែកអ្នកនៅលីវវិញពុំមានអ្វីចម្លែកឬរឿងកើតឡើងនោះទេចំណែកអ្នករៀបការអាចមានបញ្ហាស្នេហាដោយសារតែអារម្មណ៍របស់ម្ខាងមិនព្រមស្ដាប់គ្នាសោះមួយវិញទៀតអ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតអំពីការវិនិយោគព្រោះអាចខាត់លុយកាក់ធំដែរសុបិនឃើញមានកូនប្រុសម្នាក់ក្តីសុបិននេះនឹងក្លាយទៅជាការពិតដែលមានន័យថាអ្នកនឹងមានកូនដោយការរំពឹងទុកហើយជីវិតស្នេហាកាន់តែរលូនទៅមុខដោយឡែកសម្រាប់អាជីវកម្មនឹងកាន់តែកាក់កបមានភ្ញៀវជិញចូលឥតដាច់បើនិយាយពីរឿងហិរញ្ញវត្ថុការធ្វើការជាមួយនរណាម្នាក់នឹងត្រូវបានទទួលដៃដាប់ប៉ុន្តែត្រូវប្រយ័ត្នពាក្យសម្ដីរបស់អ្នកនិងប្រយ័ត្នក្នុងការចាយលុយខ្លះដែរសុបិនចង់បានកូនប្រុស2នាក់ក្នុងអំឡុងពេលនេះអ្នកត្រូវបានតាក់ទងដោយសាច់ញាតិឆ្ងាយនិងមិត្តភ័ក្តិឬអាចនឹងមានការជួបជុំមិត្តថ្មីពីដីឆ្ងាយចំណែកអ្នកនៅលីវអាចជួបគូជីវិតដែលកំពុងរងចាំយូរសម្រាប់អ្នករៀបការឬមានដៃគូហើយត្រូវមើលថែគ្នាឲ្យមែនទែនព្រោះពេលនេះមានជនទី3កំពុងចង់ជៀបជែកស្នេហារបស់អ្នកហើយចំពោះអ្នកបំពេញការងារប្រចាំថ្ងៃអាចមានបញ្ហាជាមួយមិត្តរួមការងារសុបិនចង់បានកូនស្រីសុបិននេះបញ្ជាក់ថានៅពេលខាងមុខអ្នកនឹងមានការធ្វើដំណើរផ្លូវឆ្ងាយចំពោះសេចក្តីស្នេហាកំឡោះក្រមុំដែលស្រឡាញ់គ្នាយូរនឹងត្រូវរៀបការឆាប់នេះក្នុងអំឡុងពេលនេះប្រហែលត្រូវប្រយ័ត្នក្នុងការចំណាយបន្តិចអាចមានមនុស្សចង់បន្លំនិងវិនិយោគលឿនពេកនិងខាត់បងពុំខានសុបិន3កូនលើដៃត្រូវប្រយ័ត្នក្នុងការចាយលុយនិងប្រុងប្រយ័ត្នបន្ថែមជាមួយអារម្មណ៍របស់អ្នកសម្រាប់អ្នកដែលមានគូប្រយ័ត្នចំពោះដៃគូរបស់អ្នកពីការលាក់កំបាំងឬមិនស្មោះត្រង់ចំណែកបញ្ហាហិរញ្ញវត្ថុនឹងមាននរណាម្នាក់ជួយចំពោះការងារដែលនឹងទទួលបានជោគជ័យត្រូវការអត់ធ្មត់និងព្យាយាមបន្ថែមទៀតអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ឃីមផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ